យុទ្ធជនការពារទឹកដីមិនអោយចោលព្រៃឆ្លៀនពៀនប្រហានេះគឺជាផ្លូវឆ្ពោះទៅកាន់ផ្ទះព្រះសក្តិ3000ខ្នងដែលស្ថិតនៅក្នុងឃុំសកាមស្រុកស្វាយជ័យខេត្តបន្ទាយមានជ័យត្រូវណាហ៊ានលួចប្រហាឆ្លៀនពៀនទឹកដីតំបន់នេះភាគច្រើនគឺជាតំបន់ដែលគេដាំដុះដំណាំស្វាយដំណាំដំឡូងហើយនិងជាដំណាំស្វាយចន្ទីជាដើមជាពិសេសតំបន់នេះគឺជាតំបន់ដែលដាច់ស្រយាលមិនសូវមានប្រជាពលរដ្ឋរស់នៅទេត្រូវតែរវិតដេញចោលខ្មាំងព្រៃឲ្យរត់ខ្ចាត់ខ្ចាយតែហ៊ានមើលងាយរលាយគ្មានសល់ខ្មែរអើយក្រោកឡើងបំពើងសត្វត្រូវកុំឲ្យហ៊ាននៅឆ្លៀនពៀនប្រហានៅសងខាងផ្លូវនេះគឺជាផ្សារបណ្ដោះអាសន្នដែលបងប្អូនជាពលរដ្ឋនៅក្នុងផ្ទះភាគសក្តិទាំង3000ខ្នងហ្នឹងបងប្អូនដែលគាត់មានដើមទុនរកស៊ីខ្លះគាត់ចេញមករកស៊ីនៅក្នុងមុខនេះមានទាំងបន្លែត្រីសាច់មានទាំងរបស់ញ៉ាំហើយនឹងសម្ភារៈប្រើប្រាស់ខោអាវជាដើមបងប្អូនខ្លះគាត់មានជីវភាពគួរសមគាត់មានលុយមានប្រាក់កាសគាត់បើកជាផ្សាររបស់រកស៊ីនៅក្នុងមុខនេះតាំងចិត្តបដិញ្ញាត្រូវតែតវ៉ាការពារទឹកដីមករួមសាមគ្គីរួមគ្នាដឹកដៃចំពោះផ្ទះភាគសក្តិមួយចំនួនក៏សាងសង់មិនទាន់ហើយដែរគឺកំពុងបន្តសាងសង់ជូនប្រជាពលរដ្ឋរបស់យើងជាបន្តទៀតក្រៅពីផ្លូវខាងមុខនេះគឺមាននៅដីខាងក្រោយដែលនៅសល់កំពុងតែឈូសឆាយនិងកសាងបន្តទៀតកុំឲ្យហ៊ាននៅឆ្លៀនពៀនប្រហាកូនខ្មែរពិតខ្លាំងមិនចាញ់អ្នកណាឲ្យតែប្រហាហ៊ានទំទល់ភ្លៀងយើងជាយុទ្ធជនតាំងចិត្តបដិញ្ញាត្រូវតែតវ៉ាការពារទឹកដីមករួមសាមគ្គីរួមគ្នាដឹកដៃ